មុនកូនឈប់រៀនស្ដាប់ពុកសិនពុកសម្រេចចិត្តឈប់រៀនកាលពីពុកនៅក្មេងគ្មានថ្ងៃណាមួយក្នុងជីវិតដែលពុកមិនស្ដាយក្រោយនោះទេការសម្រេចចិត្តរបស់ពុកកាលនោះមានអារម្មណ៍ថាត្រឹមត្រូវព្រោះពុករកលុយបានឆាប់ដោយមិនចាំបាច់ទៅរៀនប៉ុន្តែលុយក៏ចាប់ផ្ដើមចាយអស់ហើយឱកាសរៀនសូត្រដើម្បីរកលុយឲ្យបានច្រើននៅថ្ងៃមុខក៏បាត់បង់វាហួសពេលអស់ទៅហើយជីវិតប្រៀបដូចជាថ្ងៃមួយដែលយូរវេទនាលំបាកគ្មានកោះត្រើយទាល់តែសោះកាលនោះបើសិនជាពុកនៅរៀនតប្រហែលជាជីវិតពួកយើងនឹងអាចប្រសើរជាងនេះមុនកូនឈប់រៀនកុំដើរផ្លូវខុសដូចពុករៀនឲ្យចប់សិនណាកូនទើបកូនអាចមានជីវិតដែលប្រសើរជាងពុកបានជំរើសកូនអនាគតកូន